สำคัญต้องจัดจังធ្វើអត់ចង់ធ្វើគ្រូអត់ចង់ចូលទាហានអត់ចង់ធ្វើប៉ូលីសអត់បើអត់ចង់ឃើញគេទៅពួកម៉ាក់គេចូលធ្វើប៉ូលីសធ្វើទាហានហើយយើងអត់ចង់ទៅកុំទៅអ្វីដែលយើងចង់គេហៅថាវាមានសារជាតិពីកំណើតទាញទៅអានឹងចាំទៅសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីកម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដែលមានជំនឿទុកចិត្តខ្ពស់បំផុតការប្រឡងបាក់ឌុបនៅឆ្នាំនេះមានការកើនឡើងជាពិសេសយុវជនយើងដែលគាត់ថ្នាក់ទី12ហ្នឹងគាត់ប្រឡងជាប់ប្រមាណជាង 100000 នាក់ហើយនិទេសអីហ្នឹងបានកើនឡើងរហូតដល់ 2216 នាក់ដែលជាទិន្នន័យមួយមានន័យថាកើនឡើងជាងឆ្នាំទៅក្នុងនាមលោកតាដែលជាអ្នកជំនាញធ្លាប់ធ្វើការងារច្រើនទៅលើវិស័យអប់រំលោកតាមើលឃើញយ៉ាងណាដែរចំពោះការលទ្ធផលដ៏ត្រចះត្រចង់មួយនេះបាទគ្រប់អរគុណលោកតាខ្ញុំសូមសរសើរដល់ក្រសួងអប់រំនិងលោកគ្រូអ្នកគ្រូទូទាំងប្រទេសដែលយកចិត្តទុកដាក់ពង្រឹងសមត្ថភាពយុវជនរបស់យើងបានប្រសើរជាងឆ្នាំមុនបាទឃើញថាទាំងការប្រឡងទាំងការរៀបចំទាំងលទ្ធផលគឺបានប្រសើរណាស់ហើយនៅពេលដែលប្រកាសលទ្ធផលនេះទាំងអ្នកជាប់ទាំងអ្នកធ្លាក់ហាក់ដូចជាទទួលបានបាទអ្នកជាប់សប្បាយដល់អ្នកជាប់អ្នកធ្លាក់ក៏មិនទៅចិត្តបាទអ្វីដែលខ្ញុំបារម្ភខ្លាំងនោះគឺបារម្ភពីរឿងអ្នកធ្លាក់បាទពីព្រោះយល់ថាប្រឡងធ្លាក់ទៅអស់សង្ឃឹមប៉ុន្តែតាមខ្ញុំមើលពីសកម្មភាពបន្ទាប់ការប្រកាសនេះហាក់ដូចជាពុំមានសិស្សណាបាក់ទឹកចិត្តទេបាទសំខាន់រឿងជាប់នឹងធ្លាក់ហ្នឹងឲ្យសិស្សខ្លួនឯងហ្នឹងចាំថាការជាប់នឹងធ្លាក់ជារឿងធម្មតារបស់សិស្សអ្នកប្រឡងបាទវាពីរណាដំណាក់កាលទៅមុខថាតើសិស្សគួរតែរៀបចំផែនការជីវិតបន្តទៀតយ៉ាងដូចម្តេចដើម្បីសម្រេចគោលដៅរបស់គាត់លោកតាមានតែម្ចាស់ខ្លួនឯងពិចារណាចង់ធ្វើអីកុំមើលទីផ្សារទីហោអ្នកខ្លះអត់ឃើញទីផ្សារគេលក់គំនូផងប៉ះបើយើងបកកែគំនូហ្នឹងទៅគូគំនូឲ្យស្អាតជាងគេមកដាក់តាំងលក់ហ្នឹងក៏អាចធ្វើជាអ្នកមានមុខមានមាត់បានមិនមែនជាមហាសេដ្ឋីទេប៉ុន្តែអាចចិញ្ចឹមជីវិតរស់ឲ្យថ្លៃថ្នូរបាទអញ្ចឹងអ្នកខ្លះចូលចិត្តបង្រៀនបាទបង្រៀនគណិតអីចឹងអញ្ចឹងត្រៀមលក្ខណៈខ្លួនឯងឲ្យធ្វើជាគ្រូទៅបើរត់រທາງទៅធ្វើនេះប្រសើរជាងទាល់តែម្ចាស់ខ្លួនស្រឡាញ់បាទសំខាន់ต้องចិត្តចង់ធ្វើអត់ចង់ធ្វើគ្រូអត់ចង់ចូលទាហានអត់ចង់ធ្វើប៉ូលីសអត់បើអត់ចង់ឃើញគេទៅពួកម៉ាក់គេចូលធ្វើប៉ូលីសធ្វើទាហានហើយយើងអត់ចង់ទៅកុំទៅបាទអ្វីដែលយើងចង់គេហៅថាវាមានសារជាតិពីកំណើតទាញទៅអានឹងចាំទៅគាត់មិនដឹងចាប់ជំនាញអីពេលដែលគាត់ចប់ទី12ត្រង់ចំណុចនេះយើងគួរលោកតាមានអីរីកមិនឲ្យគាត់បន្ថែមទេដែលគាត់មិនទាន់បានព្រៀបឈុំផែនការឲ្យបានជាក់លាក់ជីវិតខ្លួនឯងធម្មតាសកលវិទ្យាល័យទាំងអគេឲ្យរៀនឆ្នាំដំបូងគេហៅថារៀនឲ្យយល់ពីចំណេះទូទៅបាទហើយក្នុងហ្នឹងដល់ចូលរៀនដឹងក្នុងវិជ្ជាទាំងអស់ហ្នឹងវាមាន
ឧទាហរណ៍ថារៀនគេឲ្យរៀនច្បាប់បន្តិចគេឲ្យរៀននយោបាយបន្តិចគេឲ្យរៀនពីពាណិជ្ជកម្មបន្តិចគេឲ្យរៀនពីបច្ចេកទេសបន្តិចចឹងទៅមើលទៅខ្ញុំដូចគូរូបស្អាតគូសរសើរចង់ទៅធ្វើអាគីតិចទៅចង់ទៅធ្វើអ្នកសំណង់ទៅហើយចុងកាលអ្នកខ្លះប្រកែថាខាងថតរូបខាងផ្សាយដំណឹងអីចឹងដូចលោកចៅចឹងចូលមករៀនមកបែកកំណត់ទៅហ្នឹងទៅឲ្យប្រាប់ថាធ្វើទៅតាមផ្សារដើម្បីឲ្យបានការធ្វើឆាប់អាចខុសចុងកាលបើវាអត់ដូចចិត្តរបស់យើងតើចិត្តយើងវាដូចអាផ្សារហ្នឹងដែរបើចិត្តយើងអត់ដូចកុំខំតាមការតម្រូវការជំនាញនៅក្នុងពេលបច្ចុប្បន្ននេះអ្វីទៅដែលលោកតាមមើលឃើញវាមិនជាប្លែកគ្នាប្រហែលទេគ្រាន់តែរបៀបដែលការប្រើបច្ចេកទេសវាជឿនលឿនជាងផ្នែក Computer Science ផ្នែកថតរូបផ្នែកស្អីខាង media ហ្នឹងគេដើរលឿនអ្វីទៀតវាទៅធម្មតាអញ្ចឹងទេបាទលឿនដែរប៉ុន្តែខាងផ្នែកបច្ចេកទេសនេះលឿនឥឡូវថែម AI ឯណាថែមទៀតទៅវាកាន់តែស្រួលអ្នកធ្វើហើយក្នុងពិភពលោកថ្មីនេះសូម្បីតែការតាក់ទងគ្នារវាងផ្សាយព័ត៌មានពីប្រទេសក្រៅក្តីព័ត៌មានក្នុងស្រុកក្តីហ្នឹងគឺថាគឺយើងត្រូវចេះភាសាពីរហ្នឹងឲ្យច្បាស់បាទខ្មែរនិងភាសាអង់គ្លេសម្ល៉េះហើយត្រូវធ្វើអ្វីដែលពេញចិត្តជាទីបំផុតហើយបើថាជ្រុលចូលហើយកុំរត់ចោលយកឈ្នះខ្លួនឯងហ្នឹងសំខាន់គឺយកឈ្នះខ្លួនឯងឈ្នះសេចក្តីខ្ជិលឈ្នះការល្ងងខំប្រឹងតស៊ូទៅមុខជីវិតបានជាមនុស្សនេះកម្រណាស់បានកើតជាមនុស្សហើយត្រូវប្រឹងឲ្យអស់ពីសមត្ថភាពធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69